Bạnនេះគឺជាវីដេអូ highlight ទាំងស្រុងនៃការប្រកួតវគ្គ4ក្រុមចុងក្រោយជើងទី2នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើកទី18ឋានៈជាតិដែលយើងឃើញថាការប្រកួតតានតឹងជក់ចិត្តដិតអារម្មណ៍បាទទាំងបងប្អូនទស្សនិកជននៅក្នុងកីឡដ្ឋានខេត្តស្វាយរៀងក៏ដូចជាបងប្អូនដែលមើលនៅតាមគេហដ្ឋាននៅលើកញ្ចក់ទូរទស្សន៍ BTV News ទស្សនាជាមួយនឹងភាពជក់ចិត្តនៃក្រុមទាំងពីរដែលយើងឃើញថាមានពីរគ្រាប់កើតឡើងនៅក្នុងការប្រកួតថ្ងៃនេះឱកាសដំបូងរបស់បង្គេតបាទពីការទាញហើយក៏ទាត់ជើងស្ដាំប៉ុន្តែបាទប៉ះនឹងជើងរបស់ខ្សែការពារអូដាវរៈបានបាល់ជ្រុង Stefan Golovic ឱកាសមានច្រើនលើកច្រើនសារប៉ុន្តែការបញ្ចប់ទីគឺមិនបានសម្រេចឱកាសរបស់ប្រខានរីស្វារៀងកន្លែងនេះបាទ Christian បាទទាញចោះទាញឡើងហើយក៏បាទទាត់ឆ្វេងទៅក៏មិនចំគោលដៅបាទទាញឲ្យទាត់មុំធំនេះបាទបាល់រ៉ាបាទមិនចំគោលដៅហើយកន្លែងនេះហើយបាទឱកាសនៃការរកគ្រាប់បាល់របស់សៀងច័ន្ទធាបាទពាំងយកបាល់បានយ៉ាងល្អហើយក៏ទះបាទជើងស្ដាំនេះរកគ្រាប់បាល់បាទឲ្យបាទបង្គេតនាំមុខប្រខ័ណ្ឌរាជស្វាយរៀង1-0បាទ1-0ពីការទាត់បញ្ចូលទីបានយ៉ាងល្អរបស់សៀងច័ន្ទធាបាទផ្លត់ស្នៀតពីជូសិនតិការបញ្ជូនរបស់វីរៈតារាមកសិនតិបាទគាត់ទាញចោះទាញឡើងមកប៉ុន្តែបាទឆាបយកបានពីសៀងច័ន្ទធាទះជើងស្ដាំនេះគឺគ្មានសល់ទេបាទ1-0ឲ្យបង្គេតបាទនាំមុខបាទនៅនាទីទី30អ្នកគាំទ្ររបស់បង្គេតនោះគឺសប្បាយរីករាយមែនតើបាទកន្លែងនេះហើយបាទការផ្លត់ស្នៀតរបស់ជូសិនតិហើយក៏បញ្ចប់ទីបានយ៉ាងស្អាតរបស់សៀងច័ន្ទធាឱកាសនេះបុនប្រច័ន្ទបុនកងទះជើងស្ដាំពីលើដំបូលទូកប៉ុន្តែមិនចំគោលដៅបាទការសុទ្ធបាទជើងស្ដាំនេះបាទគឺបាទមិនចំគោលដៅឱកាសជាបន្តរបស់ប្រខ័ណ្ឌរាជស្វាយរៀងមួយក្បាលរបស់ Christian ក៏រំលងរបាល់ទីបាទកន្លែងនេះបាទ Christian បាទព្យាយាមនៅក្នុងការអតែតក៏រំលងរបាល់ទីឱកាសជាបន្តបាទគ្រីយ៉ាបាទសុទ្ធជើងស្ដាំនេះបុកនឹងបង្គោលទីក៏ចេញទៅខាងក្រៅបាទនៅចុងវគ្គទី1ពីការសុទ្ធពីចម្ងាយរបស់សារ៉េតគ្រីយ៉ាបាទបាល់ហើរទៅក៏បាទបុកនឹងបង្គោលទីហើយក៏លកចេញតែម្ដងឱកាសមានជាបន្តបន្ទាប់មួយជើងស្ដាំរបស់ Christian ក៏ជួយបានពីកយសាលីមសាជាថ្មីបាទសាលីមការប្រកួតនេះគឺ Super Cell Man បាទគឺជួយសង្គ្រោះបាល់ច្រើនមែនតើលោកគួរវិរៈក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតវគ្គទី1លទ្ធផលបង្គេតនាំមុខ1-0ចូលដល់វគ្គទី2យើងឃើញថាស្ថានភាពលើទីលានក៏បានផ្លាស់ប្ដូរបាទក្រុមទាំងពីរក៏បាទបានផ្លាស់ប្ដូរនៅទម្រង់លេងមួយចំនួនបាទជាពិសេសយើងឃើញថាប្រខ័ណ្ឌរាជស្វាយរៀងបាទព្យាយាមបាទកន្លែងនេះបុនប្រច័ន្ទបុនកងបាទទាត់ពីចម្ងាយជើងស្ដាំក៏ជួយបានបាទពីកយសាលីមបាទព្យាយាមនៅក្នុងការទាត់ពីចម្ងាយបន្ទាប់ពីបាទពិបាកក្នុងការចូលបាទប្រអប់ទីបង្គេតមែនទែនកន្លែងនេះបាទ Christian ទាត់ជើងស្ដាំនេះក៏នៅតែជួយបានបាទពីកយសាលីមបាទកយសាលីមបាទសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើនហើយ Gabi បាទកន្លែងនេះហើយដែលបង្កើននៅបាទបង្កើតនៃការអាស៊ីសបាទឲ្យការទាត់បញ្ចូលទីរបស់ញៀនសូស៊ីដានការវាយកែងជើងក្រោយបាទពី Christian ប៉ុន្តែជួយបានពីកយសាលីមម្ដងទៅហើយបាទកន្លែងនេះបាទប៉ុន្តែបាទនៅសល់ស៊ីដាននោះបាទថែមជើងស្ដាំក៏បញ្ចូលទីតែម្ដងបាទតាមស្មើ1-1បាទធ្វើឲ្យក្របបាល់សរុបទាំងពីរជើងគឺប្រខ័ណ្ឌរាជបាននាំមុខ2-1លោកខួនវិរៈក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតបាទគឺទាំងស្រុងតែម្ដងចូលរួមអបអរសាទរទៅដល់ប្រខ័ណ្ឌរាជស្វាយរៀងដែលឡើងទៅវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាទត្រៀមជួបជាមួយនឹងភ្នំពេញក្រោនដែលធ្វើឡើងនៅថ្ងៃទី25ខែឧសភាចំថ្ងៃអាទិត្យនៅពហុកីឡដ្ឋានជាតិមរតកតេជោ